50 អ្នកដំបូងជាអ្នកលក់នៅ website ផ្សារភ្នំពេញបន្ទាប់ពីចុះឈ្មោះនៅក្នុង website ផ្សារភ្នំពេញរួចអ្នកទាំងអស់គ្នាអាចជ្រើសរើសភាសាចាភាសាខ្មែរឬក៏ភាសាអង់គ្លេសបន្ទាប់មកងាកមកស្ដាំឃើញរូបហាងអញ្ចឹងចុចចូលខ្លាចជាអ្នកលក់នោះនឹងចេញផ្ទាំងបែបនេះអញ្ចឹងសូមបំពេញចាព័ត៌មានអ្នកលក់មានឈ្មោះចាមានតកូលមានលេខទូរស័ព្ទ Telegram លេខកូដសម្ងាត់ចាយើងមាន2កន្លែងដើម្បីទៀងទាត់ហើយព័ត៌មានអ្នកលក់អាសយដ្ឋានហាងព័ត៌មានធនាគារចាមានឈ្មោះមានលេខគណនីចាមាន QR ធនាគាររបស់ម្ចាស់ហាងការដឹកទំនិញជូនភ្ញៀវមួយថ្ងៃនោះអ្នកលក់នឹងទទួលបានទឹកប្រាក់នៃថ្លៃទំនិញតាមរយៈ QR នេះបញ្ចូលរូបភាពចារបស់អ្នកចាឬក៏ជារូបភាពហាងចាហើយមានបញ្ចូលរូបភាព logo របស់ហាងចាហើយក៏បញ្ចូលរូបភាព slide ហ្នឹងអាចថាជា background របស់ហាងបន្ទាប់មកគឺចុចពាក្យថាដាក់ស្នើបង្កើតហាងលក់នោះអ្នកទាំងអស់គ្នាចាយើងបំពេញលេខទូរស័ព្ទនិងពាក្យសម្ងាត់ម្ដងទៀតហើយចុចពាក្យចូលប្រើចុចពាក្យថាផលិតផលបើសិនជាមានផលិតផលមុនហើយវានឹងឃើញផលិតផលដែលយើងបំពេញមុនឬក៏យើងអាចដាក់មានចុចពាក្យថាបន្ថែមផលិតផលថ្មីបំពេញឈ្មោះផលិតផលជាភាសាអង់គ្លេសហើយចូលផ្ទាំងភាសាខ្មែរគឺយើងដាក់ឈ្មោះផលិតផលជាភាសាខ្មែរយើងអាចពិពណ៌នាឬក៏អត់ពិពណ៌នាតាមការគួរចំពោះព័ត៌មានទូទៅសូមជ្រើសរើសប្រភេទទំនិញបើជាផលិតផលខ្មែរចាសូមចុច Cam Product ឬចុចប្រភេទផ្សេងចំពោះទំនិញរបស់អ្នកករណីទំនិញរបស់អ្នកមានពណ៌អញ្ចឹងយើងអាចជ្រើសរើសពណ៌ជ្រើសរើសពណ៌នេះគឺតើតើនឹង stock បើយើងអត់ជ្រើសរើសពណ៌ក៏កាន់តែងាយស្រួលក្នុងការបំពេញតម្លៃឯកតាគឺជាតម្លៃរបស់ទំនិញមួយការបញ្ចុះតម្លៃមានពីរបែបគឺមានជាភាគរយហើយនិងចំនួនទឹកប្រាក់មានការ promotion អ្នកទាំងអស់គ្នាអាចចូលប្រអប់បញ្ចុះតម្លៃចាហើយយើងជ្រើសរើសជាចំនួនទឹកប្រាក់ឬក៏ភាគរយឬក៏យើងអត់ដាក់ជាការបញ្ចុះតម្លៃទេប៉ុន្តែយើងដាក់ជាចំនួនវិញទិញពី1ដល់4 $5ទិញពី6ដល់10គឺ$4កន្លះហើយបំពេញបរិមាណសរុបគឺចំនួនទំនិញដែលមាននៅក្នុង stock ជាក់ស្ដែងនៅពេលមានការកំងទំនិញនោះ admin នឹងជូនដំណឹងទៅអ្នកទាំងអស់គ្នាតាម Telegram ឥឡូវបញ្ចូលរូបភាពតូចបានន័យថាគឺរូបភាពដែលដាក់លក់នៅលើ website ឬក៏ app បន្ទាប់មកកុំភ្លេចបញ្ចូលរូបភាពផលិតផលបន្ថែមត្រង់កន្លែង URL ខាងលើនេះគឺជា link ដែលយើង copy ពី YouTube មិនចាំបាច់ដាក់ link URL ពី YouTube ក៏បានដែរបើសិនបើអ្នកទាំងអស់គ្នាអត់មានជាវីដេអូគ្រាន់តែដាក់រូបភាពតូចរូបភាពផលិតផលហើយចុចពាក្យថាដាក់ស្នើហើយ yes ផលិតផលនឹងដាក់លក់នៅពេល admin approve